ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺថាមិនឲ្យតល់ដូចថ្ងៃមុនទេថ្ងៃមុនយើងយកបានតែកតោមួយទេបងប្អូនថ្ងៃនេះយើងយកទាំងកតោទាំងស្បៃមកហើយមកកាផ្លេពីព្រោះថ្ងៃហ្នឹងវាភ្លៀងបងប្អូនអញ្ចឹងទៅយើងដាក់កតោដាក់ស្បៃពីព្រោះងាកមិញវាភ្លៀងបងប្អូនដល់ពេលអញ្ចឹងទៅយើងការពារក្រែងលោស្រែលិចហ្នឹងវាភ្លៀងដែរបងប្អូនមានណាដល់ពេលមកដល់អត់មានភ្លៀងលេងបងប្អូនអើយហើយទឹកក៏រីងទៀតហើយដល់ពេលអញ្ចឹងទៅក៏តាមដំណើរទៅបងប្អូនព្រោះយើងមកដល់ហើយព្រោះយើងទៅវិញក៏វាមិនកើតអញ្ចឹងណាយើងដើររបានប្រហែលយើងយកប៉ុណ្ណឹងណាបងប្អូនហើយយប់មិញនេះត្រីក៏ច្រើនដែរបងប្អូនត្រីទូត្រីដែងប៉ុន្តែវាយកវាអត់បានវាលឿនពេកហើយណាមួយទឹកវាជ្រៅហើយមួយទៀតយើងអត់បានយកធ្នូយកព្រួញអីមកបាញ់ត្រីព្រោះបំណងយើងយក100ក្តាមឯងបងប្អូន100ក្តាមមកខ្យងនេះតែដល់ពេលយើងដើរទៅវាប៉ះត្រីទេយើងមានណាបងប្អូនមានកបិតមួយហ្នឹងឯងបានកបិតមួយកាប់ត្រីមានតណាបងប្អូនព្រោះត្រីវាទឹកថ្មីចឹងត្រីវានៅផ្អើលមានអីបងប្អូនតែយំមិញយើងបានក្តាមច្រើនជាងខ្យងចឹងណាបងប្អូនហើយក្តាមវាសបូដែរបងប្អូនតែក្តាមសបូសិនតែសក់ក្តាមសក់តុនយើងច្បាច់ទៅជ្រឺយប់មិញបើសិនជាក្តាមអត់សក់បងប្អូនបានកគូកមកដែរបងប្អូននោះក្តាមវាច្រើនយប់មិញក្តាមមានច្រើនដែរប៉ុន្តែសបូរក្តាមសក់ទេបើសិនក្តាមអត់សក់បានច្រើនណាបងប្អូនហើយធំទៀតក្តាមសក់ធំគឺគេវាប៉ុណ្ណានៃដល់ក្តាមអត់សក់វានេះហើយវាទូចបងប្អូនហើយយប់មិញនេះបូករួមនឹងឈឺក្បាលផងបងប្អូនហើយពាក់ក្បាលកែវនៅរឹតក្បាលដល់ពេលអញ្ចឹងទៅវាឈឺក្បាលអត់ទេបងប្អូនបើសិនជាយប់មិញបើយើងដើរប្រហែលជាម៉ោង10ម៉ោង10ប្រហែលជាបានក្តាមច្រើនហើយមកវិញខ្ញុំឈឺក្បាលពេកបងប្អូនឃើញខ្យល់ឃើញអីឲ្យបងប្អូនដើរចាប់ម្ដងឲ្យដល់ឈឺក្បាលហើយស្អីក៏អត់មានអារម្មណ៍ថាចាប់ដែរបងប្អូនទោះច្រើនយ៉ាងណាសបូយ៉ាងណាក៏អត់មានអារម្មណ៍ថាចាប់ដែរយប់មិញចាប់បានខ្យល់សក់ច្រើនបងប្អូនអញ្ចឹងទៅយើងស្ទើរបងប្អូនបើយើងអត់យកវាអត់កើតអញ្ចឹងណាអញ្ចឹងទៅយើងចាប់ខ្លះទុកខ្លះដល់ពេលមកដល់ផ្ទះបងប្អូនងាប់អស់លីងបងប្អូនមិញយកមកដល់ផ្ទះហើយយើងខំចាប់ដាក់ចេញពីខ្យងឲ្យវាទលាវាអីតែវាអត់បងប្អូនវានៅតែងាប់អាក្តាមសក់នឹងអត់បានយូរទេបងប្អូនអើយគឺទុកវាយ៉ាងណាក៏វានៅតែងាប់ដែរចឹងទៅគឺមានតែតាមដំណើរបងប្អូនមិញពីអ្នកបងប្អូនប្រហែលជាម្នាក់បានប្រហែល2-3គីឡូដែរបងប្អូនបូករួមទាំងខ្យងទាំងក្តាមចូលគ្នាហើយខ្យងថ្ងៃនេះយប់មិញដូចជាបានមិនតិចទេបងប្អូនហ្នឹងហើយបងប្អូនអើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងពីខ្យងក្តាមយប់មិញហ្នឹងបាទអរគុណច្រើនបងប្អូនបាយ